កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជារាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្ដោយព្រំដែននៅចន្លោះថ្ងៃទី13ដល់ថ្ងៃទី15ខែកក្កដាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីនៅលើផ្លូវថ្មើរជើងនៅចន្លោះបង្គោលព្រំដែនលេខ4និងលេខ9ក្នុងតំបន់តាតុំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលបានរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជាការរំលោភបំពានបន្ថែមបានកាត់ឡើងនៅចន្លោះថ្ងៃទី15ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ដោយកងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវនិងរាយបន្លាលួសនៅចន្លោះបង្គោលព្រំដែនលេខ19និងលេខ20នៅក្នុងតំបន់ជប់ដើមខ្នុលសង្កាត់កូនគ្រៀលស្រុកសំរោងខេត្តឧត្តរមានជ័យសកម្មភាពទាំងនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាដោយដែលបានកំណត់និងខណ្ឌសីមាតាមផែនទីຂະຫນາດ1 លើ 200,000 ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907សកម្មភាពទាំងនេះក៏រំលោភបំពានផងដែរទៅលើមាត្រាទី5នៃអនុសារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃដែលស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក MOU ឆ្នាំ2000ដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000ព្រមទាំងបំពេញទៅលើចំណុចទី1វិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនឲ្យបានឆាប់បំផុតស្របទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីររាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃនោះឡើយហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាតាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានលើកឡើងខាងលើក៏ដូចជានៅតំបន់ផ្សេងទៀតដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃតាំងពីឆ្នាំមុនដើម្បីកាត់បន្ថយភាពតានតឹងជំរុញការជឿទុកចិត្តទៅវិញទៅមកសម្រាប់សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីស្ដារឡើងវិញនៅសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជានៅតែបដិញ្ញាចិត្តនៅក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយនឹងប្រទេសថៃក៏ដូចជាមួយនឹងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នៅជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយប្រើកម្លាំងនោះឡើយ Nick Chevrolet ពី Big News